បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបាទនឹងធ្វើការបង្ហាញបាទទៅលើការគណនាទៅលើបាទ change in working capital បាទអញ្ចឹងនៅក្នុង change in working capital បាទគឺយើងអាចរកបានបាទគឺនៅលើបាទគឺនៅលើរបាយការណ៍ទៅលើ cash flow statement បាទអញ្ចឹងសម្រាប់ការគណនាបាទគឺយើងមានគេហៅថាការគេហៅថាការកើនឡើងឬក៏ការថយចុះនៃបាទ account receivable ហើយការកើនឡើងឬក៏ការថយចុះនៃ inventory បាទការកើនឡើងឬក៏ការថយចុះនៃ account payable បាទឬក៏ការកើនឡើងនៃការថយចុះលើ accrual liability ផ្សេងៗបាទអញ្ចឹងសម្រាប់ working capital បាទគឺជាគេហៅថាផ្នែកមួយដ៏សំខាន់បាទសម្រាប់ការយកទៅគ្រប់គ្រងទៅលើអាជីវកម្មបាទក៏ដូចជាការបាទគេហៅថាការទទួលបាននៅសាច់ប្រាក់លំហូរសាច់ប្រាក់គ្រប់គ្រាន់បាទសម្រាប់ប្រយោគទៅប្រើប្រាស់នៅក្នុងអាជីវកម្មក៏ដូចជាការចំណាយផ្សេងៗបាទក៏ដូចជាកត្តាដែលជំរុញឲ្យអាជីវកម្មគឺទៅមុខបាទអញ្ចឹងដើម្បីរកទៅលើការបំរែបំរួលឬក៏គេហៅថា change in working capital បាទគឺយើងគ្រាន់តែប្រើប្រាស់ទៅលើ income statement ហើយនិង balance sheet បាទដើម្បីធ្វើការគណនាបាទគឺវានឹងទទួលបាននៅការកើនឡើងឬក៏ការថយចុះនៅទៅលើ working capital បាទអញ្ចឹងនៅក្នុងនេះបាទខ្ញុំមានរបាយការណ៍ហិរញ្ញវត្ថុចំនួន3បាទគឺ income statement បាទ balance sheet ហើយនិង cash flow បាទអញ្ចឹងសម្រាប់ cash flow បាទគឺវាជារបាយការណ៍មួយដែលកើតចេញមកពី income statement មួយផ្នែកបាទហើយនិងមួយផ្នែកទៀតគឺចេញមកពី balance sheet បាទអញ្ចឹងដើម្បីរកនៅតាក់ទងទៅនឹងការឡើងឬក៏ការថយចុះនៅ working capital បាទគឺយើងមើលទៅលើបាទគឺទីមួយគឺតាក់ទងទៅនឹង account receivable បាទអញ្ចឹងនៅក្នុង account receivable បាទគឺយើងដឹងថាតើ account receivable គឺចេញមកពីណាបាទសម្រាប់ account receivable គឺចេញមកអំពី balance sheet បាទអញ្ចឹងយើងទៅមើល balance sheet បាទអញ្ចឹងនៅក្នុង balance sheet បាទយើងនឹងឃើញ account receivable បាទហើយយើងឃើញមួយទៀតគឺ inventory បាទអញ្ចឹងសម្រាប់ចំណុចទាំងពីរនេះគឺយើងនឹងឃើញបាទគឺនៅក្នុង balance sheet បាទដែលគេឲ្យឈ្មោះថា current asset បាទហើយមួយទៀតបាទគឺតាក់ទងទៅនឹង account payable បាទនៅក្នុង account payable នេះផងដែរបាទគឺវាក៏បង្ហាញផងដែរបាទនៅក្នុងបាទគឺ current liability បាទអញ្ចឹងសម្រាប់ accrual liability ដូចជា account payable បាទគឺជា current liability បាទអញ្ចឹងការប្រែប្រួលនៃ working capital បាទគឺបើយើងអាចឲ្យដឹងឲ្យមែនទែនបាទគឺជាបំរែបំរួលនៃ current asset បាទអញ្ចឹងនៅក្នុង current asset គឺយើងមាន account receivable បាទយើងមាន inventory យើងមាន account payable ក៏ដូចជា accrual liability បាទអញ្ចឹងដើម្បីធ្វើការគណនាទៅលើថាតើវាកើនឡើងឬក៏ថយចុះបាទគឺយើងយកបាទគឺយើងយកបើសិនជាតាក់ទងទៅនឹង account receivable បាទគឺយើងយក account receivable បាទគឺសម្រាប់ឆ្នាំនីមួយៗបាទធ្វើការដកនៅក្នុងឆ្នាំមុនបាទអញ្ចឹងជាឧទាហរណ៍បាទដូចជាឆ្នាំយើងចង់រកបំរែបំរួលបាទគឺថាតើកើនឡើងនៅក្នុងឆ្នាំ2023ធៀបជាមួយនឹង2022មានចំនួនប៉ុន្មានបាទអញ្ចឹងសម្រាប់ cash flow បាទគឺយើងអាចថាបាទគឺយើងយកស្មើបាទគឺយើងយកស្មើបាទយើងស្មើយើងអាចថាជាធម្មតាយើងដកសិនបាទបងប្អូនគឺយើងដកជាមួយនឹងបាទតាក់ទងទៅនឹង account receivable សម្រាប់ឆ្នាំ2023ដកជាមួយនឹង account receivable ឆ្នាំ2022បាទបាទអញ្ចឹងយើងនឹងឃើញប៉ុណ្ណេះបាទអញ្ចឹងគឺបើយើងមើលទៅគឺមានការកើនឡើងបាទមានការកើនឡើង827បាទអញ្ចឹងសម្រាប់ cash flow គឺជាសាច់ប្រាក់បើយើងនិយាយទៅគឺជាសាច់ប្រាក់ជាក់ស្ដែងបាទបើយើងនិយាយអំពី account receivable គឺប្រកាសណាស់គឺយើងឃើញថាតួលេខនេះគឺអ្នកដែលជំពាក់យើងបាទមានចំនួនច្រើនបាទប៉ុន្តែនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់មិនដូច្នោះនោះទេបាទនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ cash flow គឺយើងចង់ដឹងអំពី cash flow ជាក់ស្ដែងបាទថាតើ cash ហ្នឹងបាទវាកើនឡើងឬក៏ cash ហ្នឹងថយចុះអញ្ចឹងជារួមបើសិនជាយើងមកមើល account receivable គឺប្រកាសណាស់គឺ
ការជំពាក់បាទដែលអតិថិជនជំពាក់យើងបាទយើងលក់អីវ៉ាន់ទៅឲ្យគាត់បាទយើងអត់ទាន់បានលុយនោះទេបាទអញ្ចឹងនៅពេលដែល account receivable កើនឡើងបាទគឺសាច់ប្រាក់របស់យើងបាទគឺនឹងបាទគេហៅថានឹងនៅជាមួយនឹងអតិថិជនដោយមិនទាន់បានទទួលនោះទេបាទអញ្ចឹងការកើនឡើងនៃ account receivable ធ្វើឲ្យសាច់ប្រាក់របស់យើងមានការថយចុះបាទអញ្ចឹងយើងដាក់សញ្ញាដកពីមុខមួយទៀតបាទបងប្អូនអញ្ចឹងយើងនឹងឃើញថាបំរែបំរួលនៃ account receivable គឺមានការគេហៅថាសាច់ប្រាក់របស់យើងគឺថយចុះរហូតដល់827ឬក៏យើងនិយាយថា account receivable របស់យើងបាទមានការកើនឡើងបាទអញ្ចឹងនៅកន្លែងនេះបាទគឺបើសិនជា account receivable របស់យើងមានការកើនឡើងគឺយើងនឹងទទួលសញ្ញាដកបាទហើយបើសិនជា account receivable របស់យើងមានការថយចុះគឺសាច់ប្រាក់របស់យើងចូលមកវិញបាទអញ្ចឹងយើងនឹងទទួលបានជាគេហៅថាសញ្ញាដកទៅវិញបាទអញ្ចឹងយើងអាចអូសរូបមន្តនឹងរហូតដល់ចប់បាទគឺយើងនឹងទទួលបាន account receivable មួយបាទមួយទៀតបាទគឺយើងដូចគ្នាបាទដូចគ្នាគឺយើងធ្វើបាទយើងធ្វើរបៀបនឹងដដែលបាទយើងអាចយកបាទបំរែបំរួលនៃតាក់ទងទៅនឹង inventory ឆ្នាំ2023បាទដកជាមួយនឹង inventory ឆ្នាំ2022បាទបាទអញ្ចឹងយើងនឹងទទួលបាន inventory មួយគឺ456បងប្អូនអាចសម័យម្ដងទៀតបាទថាតើបើសិនជានៅក្នុងលំហូរគេហៅថាលំហូរសាច់ប្រាក់ជាក់ស្ដែងបើសិនជា inventory របស់យើងមានការកើនឡើងតើសាច់ប្រាក់របស់យើងគឺជាសាច់ប្រាក់ដែលកើនឡើងឬក៏ថយចុះបាទប្រកបណាស់នៅពេលដែល inventory របស់យើងមានការកើនឡើងសាច់ប្រាក់របស់យើងគឺប្រកបទីថយចុះបាទអញ្ចឹងយើងត្រូវដាក់សញ្ញាដកមួយទៀតបាទដាក់សញ្ញាដកពីមុខមួយទៀតវាបង្ហាញថាinventory របស់យើងគឺកើនឡើងក្នុងគណៈពេលដែលសាច់ប្រាក់របស់យើងមានការថយចុះហេតុអីបានជាសាច់ប្រាក់របស់យើងថយចុះនោះក៏ដោយសារតែសាច់ប្រាក់របស់យើងគឺបានចងភ្ជាប់ជាមួយនឹង inventory បាទ inventory របស់យើងបាទមានការគេហៅថាកម្មង់បញ្ជីទិញបន្ថែមបាទធ្វើឲ្យលុយរបស់យើងចេញបាទចេញទៅកាន់គេហៅថាចេញទៅកាន់អ្នកដែលយើងកម្មង់អីវ៉ាន់ទទួលអីវ៉ាន់ឬក៏យើងទៅទិញអីវ៉ាន់ពីគេបាទអញ្ចឹងដែលជាមូលហេតុធ្វើឲ្យសាច់ប្រាក់របស់យើងថយចុះបាទខណៈដែល inventory របស់យើងមានការកើនឡើងបាទដូចគ្នាផងដែរបាទសម្រាប់ account payable បាទគឺយើងយកបំរែបំរួលបាទគឺឆ្នាំបាទឆ្នាំ2023បាទយើងទៅរកមើល current liability បាទដកជាមួយនឹងឆ្នាំ2022បាទអញ្ចឹងយើងនឹងឃើញ inventory របស់យើងសំទោសបាទយើងនឹងឃើញ account payable របស់យើង452បាទអញ្ចឹងនៅកន្លែងនេះបាទគឺជារូមួយដែលយើងអាចនឹងចាំបានថាបើសិនជា account receivable របស់យើងកើនឡើងបាទគឺសាច់ប្រាក់របស់យើងបាទគឺមិនទាន់ចេញនោះទេបាទអញ្ចឹងកាលណាវាជាសាច់ប្រាក់មិនទាន់ចេញគឺមានន័យថាលុយទាំងអស់បាទយើងមិនទាន់បានទូទាត់ទៅកាន់បាទគេហៅថាម្ចាស់បំណុលរបស់យើងបាទអញ្ចឹងយើងអាចសម្គាល់ថានៅពេលដែល account receivable របស់យើងកើនឡើងបាទគឺវានឹងធ្វើឲ្យសាច់ប្រាក់របស់យើងបាទមានការកើនឡើងបាទវាខុសអំពី account receivable បាទក៏ដូចជា inventory បាទដែលនៅពេលដែល inventory មានការកើនឡើងឬ account receivable មានការកើនឡើងវាធ្វើឲ្យសាច់ប្រាក់របស់យើងមានការថយចុះបាទអញ្ចឹងយើងអាចដកដូចគ្នាបាទយើងអាចធ្វើការដកដូចគ្នាបាទរវាងតកតងនឹង accrue liability បាទយើងអាចរកមើលបាទដូចគ្នា2023ដកជាមួយនឹង2022បាទអញ្ចឹងដូចគ្នាបាទបើសិនជា accrue ទៅលើបំណុលបាទមានចំនួនច្រើនបាទធ្វើឲ្យសាច់ប្រាក់របស់យើងបាទមិនទាន់មានការគេថាមិនទាន់មានការថយនោះទេបាទអញ្ចឹងយើងសរុបទាំងអស់ហ្នឹងតាបាទយើងសរុបទាំងអស់យើងទទួលបានworking capital មួយដែលមានបាទគេថាដែលផ្អែកទៅលើការបាទគេថាបំរែបំរួលទៅលើបាទទៅលើ current asset ក៏ដូចជា current liability បាទអញ្ចឹងបើសិនជាយើងបើយើងសាំវាទាំងអស់បាទគឺយើងនឹងឃើញបាទយើងនឹងឃើញថា500បាទ512 291 195 193បាទអញ្ចឹងមានន័យថាសាច់ប្រាក់របស់យើងគឺតាក់ទងទៅនឹងបំរែបំរួលនៃ working capital បាទមានការថយចុះបាទអញ្ចឹងដើម្បីរកនៅតាក់ទងទៅនឹង operating cash flow បាទឬក៏ cash from operating activity បាទគឺយើង
ត្រូវយកបាទយើងត្រូវយក net income បូកជាមួយនឹងបាទ non adjustment item បូកជាមួយនឹងបាទគេហៅថាបំរែបំរួលនៃ working capital បាទនោះយើងនឹងទទួលបាន cash from operating បាទអញ្ចឹងតាក់ទងទៅនឹងការគណនានៃបំរែបំរួលនៃ working capital បាទគឺជាផ្នែកមួយបាទដែលអាចឲ្យយើងដឹងថាតើការឡើងឬក៏ការថយចុះនៃ account receivable ការកើនឡើងឬក៏ការថយចុះនៃ inventory បាទការកើនឡើងឬក៏ការថយចុះនៃ account payable បាទការកើនឡើងឬក៏ការថយចុះនៃ accrual liability បាទវាមានឥទ្ធិពលទៅលើបាទសាច់ប្រាក់របស់យើងបាទនៅក្នុងលំហូរសាច់ប្រាក់របស់យើងបាទអញ្ចឹងយើងអាចដឹងមួយទៀតបានដែរផងដែរថាបាទនៅពេលដែលយើងធ្វើការពិនិត្យទៅលើគេហៅថាបំរែបំរួលនៃ working capital យើងអាចទទួលបានថាបើសិនជាបាទគេហៅថាបើសិនជា asset បាទដូចជា account receivable inventory បាទ asset នៅពេលដែល asset របស់យើងមានការកើនឡើងនោះមានន័យថាសាច់ប្រាក់របស់យើងបាទមានការថយចុះបាទយើងយកលុយបាទទៅ invest ទៅលើ asset របស់យើងបាទអញ្ចឹងផ្ទុយមកវិញបាទបើសិនជាតាក់ទងទៅនឹង liability បាទឬក៏បាទគេហៅថា equity ផ្សេងបាទនៅពេលដែលliability បាទមានការកើនឡើងបាទសាច់ប្រាក់របស់យើងបាទសាច់ប្រាក់របស់យើងគឺយើងមិនទាន់បានបាទថាប្រើប្រាស់នោះទេបាទអញ្ចឹងវាជាប្រភពនៃសាច់ប្រាក់របស់យើងបាទអញ្ចឹងសាច់ប្រាក់របស់យើងគឺជាចំណែកមួយដែលអាចទ្រង់ទៅលើលំហូរបាទសាច់ប្រាក់របស់យើងទៅលើប្រតិបត្តិការដែលតាក់ទងទៅនឹងសកម្មភាពអាជីវកម្មរបស់យើងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទតាក់ទងទៅនឹងបំរែបំរួលនៃការគណនាទៅលើ working capital បាទដោយយើងប្រើប្រាស់ទៅលើបាទ current liability ក៏ដូចជា current asset បាទសម្រាប់ធ្វើការគណនាបាទក្នុងនោះបាទយើងមាន account receivable បាទ inventory account payable ហើយនិង accrual liability បាទអញ្ចឹងបំរែបំរួលនេះបាទវានឹងធ្វើឲ្យយើងដឹងថាសាច់ប្រាក់របស់យើងបាទដែលតោងភ្ជាប់ជាមួយនឹង working capital បាទវាpositive ឬក៏ negative បាទ